បងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់គិតទេថាកន្លែងដែលមនុស្សគ្រប់គ្នាគិតថាមានសុវត្ថិភាពបំផុតអាចជាកន្លែងដែលមានរឿងខ្មោចគួរឲ្យខ្លាចបំផុតរឿងដែលខ្ញុំនឹងនិយាយនៅពេលនេះមិនមែនកើតឡើងត្រឹមតែមួយយប់ទេវាចាប់ផ្ដើមពីយប់មួយនៅក្នុងមន្ទីរពេទ្យមាននារីម្នាក់បានទៅធ្វើការយាមពេលយប់នៅមន្ទីរពេទ្យមួយដំបូងឡើយគាត់គិតថាវាគ្រាន់តែជាការងារធម្មតាយាមអ្នកជំងឺទទួលអ្នករបួសនិងរងចាំរហូតដល់ព្រឹកប៉ុន្តែយប់ដំបូងដែលគាត់ចូលវេនសំឡេងចម្លែកមួយបានចាប់ផ្ដើមក្រឹកក្រឹកដូចជាមានអ្វីមួយធ្វើពីដែកកំពុងត្រូវបានទម្លាក់នៅក្នុងបន្ទប់ក្បែរនោះគាត់ព្យាយាមប្រាប់ខ្លួនឯងថាប្រហែលជាសំឡេងឧបករណ៍ពេទ្យធម្មតាប៉ុន្តែបញ្ហាគឺយប់នោះមន្ទីរពេទ្យស្ងាត់ខ្លាំងសូម្បីតែអ្នកជំងឺក៏មិនសូវមានគាត់ចាប់ផ្ដើមមិនស្រួលចិត្តហើយក៏ក្រោកចេញពីបន្ទប់ដើម្បីមើលថាតើសំឡេងនោះមកពីណានៅខាងក្រៅអគារមានដើមពោធិ៍ធំមួយខ្យល់បក់ស្រាលៗបរិយាកាសស្ងាត់រហូតដល់អាចឮសូរស្បែកជើងរបស់ខ្លួនឯងហើយពេលគាត់ដើរគាត់ឮសំឡេងជើងមនុស្សម្នាក់ដើរតាមពីក្រោយក្រេកគាត់ងាកមើលគ្មាននរណាម្នាក់គាត់ក៏គិតថាប្រហែលជាខ្លួនឯងគិតច្រើនពេកហើយត្រឡប់ចូលបន្ទប់វិញប៉ុន្តែពេលគាត់មកដល់ជិតបន្ទប់គាត់ឃើញបុរសម្នាក់រត់ចូលបន្ទប់របស់គាត់ភ្ញាក់ផ្អើលហើយរត់តាមភ្លាមប៉ុន្តែពេលបើកទ្វារចូលទៅបន្ទប់ទទេគ្មានបុរសណាម្នាក់ឡើយមានតែគ្រែនិងមិត្តរួមការងាររបស់គាត់ដែលកំពុងដេកគាត់ចាប់ផ្ដើមសង្ស័យថាប្រហែលជាភ្នែករបស់គាត់មើលខុសហើយគាត់ក៏ត្រឡប់ទៅគេងវិញប៉ុន្តែរឿងពិតទើបតែនៅពេលគាត់ដឹងខ្លួនម្ដងទៀតគាត់មានអារម្មណ៍ថាមានអ្វីមួយកំពុងអង្គុយសង្កត់លើខ្លួនគាត់បើកភ្នែកហើយអ្វីដែលគាត់ឃើញធ្វើឲ្យគាត់ស្ទើរតែឈប់ដកដង្ហើមមានស្ត្រីម្នាក់កំពុងអង្គុយសង្កត់លើខ្លួនគាត់ហើយប្រើដៃច្របាច់កគាត់ដៃម្ខាងរបស់នាងមើលទៅដូចជាបាក់ខុសប្រក្រតីមុខរបស់នាងស្លេកស្លាំងនិងគួរឲ្យខ្លាចគាត់ព្យាយាមងើបមិនរួចព្យាយាមដកដៃនាងចេញក៏ធ្វើមិនបានដង្ហើមចាប់ផ្ដើមខ្លីទៅខ្លួនកាន់តែខ្សោយហើយនៅពេលដែលគាត់គិតថាប្រហែលជាគាត់នឹងស្លាប់នៅទីនោះស្រាប់តែមានអ្នកជំងឺថ្មីត្រូវបានបញ្ជូនចូលមន្ទីរពេទ្យសំឡេងមនុស្សរត់ចូលមកហើយនៅវិនាទីនោះគាត់ស្រាប់តែភ្ញាក់ឡើងគាត់ងើបខ្លួនទាំងញ័រហើយស្រែកប្រាប់មិត្តរួមការងារជួយខ្ញុំផងមានអ្វីមួយសង្កត់ខ្ញុំប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងនេះទៀតគឺមិត្តរបស់គាត់ក៏មានអារម្មណ៍ដូចគ្នាគាត់ក៏មានអារម្មណ៍ថាមានអ្វីមួយកំពុងសង្កត់លើខ្លួនដែរប៉ុន្តែមើលមិនឃើញហើយពីយប់នោះទៅរឿងដែលកើតឡើងនៅមន្ទីរពេទ្យមិនមែនជារឿងចៃដន្យទៀតឡើយយប់បន្ទាប់ពួកគេត្រូវជួបរឿងមួយដែលធ្ងន់ជាងមុននៅពេលក្រុមគ្រូពេទ្យកំពុងវះកាត់អ្នកជំងឺម្នាក់ស្ត្រីម្នាក់ដែលកាន់ឧបករណ៍វះកាត់ស្រាប់តែអោនក្បាលចុះមួយវិនាទីក្រោយរាងកាយរបស់នាងចាប់ផ្ដើមលើកផុតពីដីមនុស្សគ្រប់គ្នាភ័យស្លន់ស្លោហើយពេលនាងងើបមុខឡើងភ្នែករបស់នាងក្រហមឆ្អៅនាងសម្លឹងទៅរកគ្រូពេទ្យហើយសួរថាហេតុអ្វីបានជាអ្នកសម្លាប់ខ្ញុំបន្ទាប់មកឧបករណ៍វះកាត់ជាច្រើនបានធ្លាក់ចុះនិងត្រូវបានជះទៅរកគ្រូពេទ្យមនុស្សគ្រប់គ្នារត់ចេញពីបន្ទប់ប៉ុន្តែស្ត្រីម្នាក់នោះបាត់ខ្លួនពួកគេដើររកគ្រប់ទីកន្លែងប៉ុន្តែរកមិនឃើញរហូតដល់ពួកគេទៅដល់បន្ទប់ដែលប្រើសម្រាប់ដាក់សាកសពនៅទីនោះពួកគេត្រូវទាញសាកសពមួយចេញដើម្បីរកនាងហើយបន្ទាប់ពីទាញសាកសពស្ទើរតែអស់ពួកគេបានឃើញនាងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺនាងកំពុងដេកនៅក្នុងបន្ទប់សាកសពដូចជាមនុស្សធម្មតានៅពេលដាស់នាងឡើងនាងមិនដឹងអ្វីទាំងអស់នាងគ្រាន់តែសួរថាមានរឿងអីហេតុអ្វីខ្ញុំមកនៅទីនេះប៉ុន្តែសំណួរមួយនៅតែគ្មានចម្លើយតើនាងចូលទៅក្នុងបន្ទប់ដែលចាក់សោរួចបានដោយរបៀបណាហើយបន្ទាប់ពីរឿងនៅមន្ទីរពេទ្យគាត់ក៏បានជួបរឿងមួយទៀតគាត់បានទៅជួលបន្ទប់មួយនៅផ្ទះល្វែងពេលទៅមើលដំបូងបន្ទប់នោះស្អាតទូលាយហើយតម្លៃក៏ថោកគាត់ពេញចិត្តខ្លាំងរហូតសម្រេចចិត្តកក់បន្ទប់ភ្លាមប៉ុន្តែពេលចូលមករស់នៅពិតប្រាកដអារម្មណ៍ទាំងអស់ប្រែប្រួលនៅក្នុងបន្ទប់នោះគាត់មានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងអង្គុយមើលគាត់ហើយមានរឿងមួយកាន់តែចម្លែកក្លិនធូបគ្មាននរណានៅជាន់លើទេប៉ុន្តែក្លិនធូបបែរជាលេចឡើងក្នុងបន្ទប់ចាប់ពីថ្ងៃនោះគាត់ចាប់ផ្ដើមភ្ញាក់នៅម៉ោងដដែលរាល់យប់ម៉ោង 11:45 នាទីមិនថាគេងម៉ោង 8 ឬ 9 ឬ 10 យប់ក៏ដោយនៅម៉ោង 11:45 គាត់ត្រូវភ្ញាក់ឡើងជានិច្ចមិនមែនមួយថ្ងៃមិនមែនមួយសប្តាហ៍ប៉ុន្តែ3ខែពេញក្រោយមកគាត់ទើបដឹងការពិតដ៏គួរឲ្យខ្លាចស្ត្រីម្នាក់ធ្លាប់សម្លាប់ខ្លួននៅក្នុងបន្ទប់នោះហើយម៉ោងដែលនាងស្លាប់គឺជាម៉ោង 7:11 យប់កាន់តែចម្លែកជាងនេះទៀតអ្នកនៅជុំវិញប្រាប់ថាបន្ទប់នោះធ្លាប់មានមនុស្សជួលមុនប៉ុន្តែគ្មានអ្នកណាអាចនៅបានយូរមានតែគាត់ម្នាក់ប៉ុណ្ណោះដែលអាចនៅបានរយៈពេល3ខែប៉ុន្តែវិញ្ញាណនោះមិនចង់ឲ្យគាត់ចាកចេញឡើយនៅយប់ចុងក្រោយមុនពេលគាត់ផ្លាស់ចេញគាត់បានឮសំឡេងមួយដូចជាមនុស្សកំពុងនិយាយជាមួយគាត់ថាកុំទៅនៅទីនេះជាមួយខ្ញុំទៅគាត់មិនឆ្លើយគាត់គ្រាន់តែយកអីវ៉ាន់ហើយចាកចេញប៉ុន្តែរឿងមិនបានបញ្ចប់ត្រឹមនោះទេក្រោយពេលគាត់ចាកចេញបានមួយរយៈមានអ្នកស្គាល់គាត់ម្នាក់ប្រាប់ថាខ្ញុំឃើញអ្នកឈរនៅវេរ៉ង់ដាម៉ោង 10 យប់គាត់ភ្ញាក់ផ្អើលព្រោះនៅម៉ោងនោះគាត់មិនបានចេញពីបន្ទប់ទេដូច្នេះបើមិនមែនគាត់តើអ្នកដែលឈរនៅវេរ៉ង់ដាគឺជានរណាហើយសំណួរដែលគួរឲ្យខ្លាចជាងគេគឺតើវិញ្ញាណស្ត្រីនៅក្នុងបន្ទប់នោះនៅតែរងចាំអ្នកជួលថ្មីម្នាក់ទៀតឬរឿងនេះនៅតែគ្មានអ្នកណាអាចបញ្ជាក់បានប៉ុន្តែរឿងមួយដែលច្បាស់កន្លែងដែលមើលទៅស្ងាត់និងធម្មតាបំផុតប្រហែលជាកន្លែងដែលមានរឿងដែលយើងមិនគួរឃើញ